ថ្ងៃនេះយើងមកជួបគ្នាជាថ្មីម្ដងទៀតហើយនៅការជួសជុលប្រភេទម៉ូតូអូតូបាទអញ្ចឹងបាទមួយរយៈមុននេះដោយសារតនេពេកបាទអត់មានអីចេញវីដេអូបាទអញ្ចឹងថ្ងៃនេះដែរគឺបាទមានមកឈុតមួយឆាកទៀតហើយបាទដែលចែកជូនបងជាងបាទជាពិសេសបងប្អូនដែលមិនទាន់ចេះបាទនៃការចែករំលែកខ្ញុំធ្វើការចែករំលែកបទពិសោធន៍ក៏ដូចជាបាទព្រឹត្តិការណ៍ដែលខ្ញុំបានជួបជាក់ស្ដែងតែម្ដងបាទអញ្ចឹងបាទដើម្បីកុំឲ្យខាតពេលយូរអញ្ចឹងយើងចូលអត្ថន័យរបស់យើងវិញបាទអញ្ចឹងបាទម៉ូតូនេះដែរគឺវាមានបញ្ហាបាទមូលរ៉ាឆ្លក់បាទមូលរ៉ាឆ្លក់ហ្នឹងគឺឆ្លក់នៅក្នុងល្បឿន50ទៅ60គីឡូម៉ែត្រឯណោះបាទបានយើងមូលទៅវាឆ្លក់បាទសម្រាប់ការជិះធម្មតាគឺមូលអត់ឆ្លក់ទេបាទអញ្ចឹងដំបូងវាមួយឆ្លក់ដែរបាទប៉ុន្តែខ្ញុំធ្វើការដោះដូរម៉ូទ័របូមផ្លាំងក៏ដូចជាលាងប៊ិចលាងអីរួចរាល់ហើយគឺគួរណាស់តែម៉ូតូនេះវាឡាយមានបញ្ហាអីទៀតហើយបាទហ្នឹងហើយប៉ុន្តែវានៅតែមានបញ្ហាដដែលគឺបញ្ហាការមួយឆ្លក់នៅពេលដែលមានល្បឿន50 40គីឡូម៉ែត្របាទអញ្ចឹងនៅពេលដែលយើងមូលក្រាយ៉ាងកប់បន្តិចក៏ដូចជាយើងមូលក្រាយ៉ាងបន្ថែមល្បឿនឲ្យវាបាទយើងចង់បានឲ្យវាហក់ទៅលឿនតាមផ្លូវដែលថាទំនេរបាទផ្លូវទលាយអីយើងចង់បន្ថែមល្បឿនយ៉ាងម៉េចក៏បានបាទប៉ុន្តែម៉ូតូនេះគឺវាមិនបានដោយចិត្តយើងចង់បានទេបាទអញ្ចឹងយើងមូលទៅមានបញ្ហាប៉ុន្តែមានបញ្ហាតែម្ដងមកការប៉ុណ្ណោះបាទមិនមែនមានបញ្ហារហូតនោះទេបាទអញ្ចឹងយើងជិះតាមផ្លូវចង្អៀតអីធម្មតាគឺមូលហក់អីធម្មតាទាំងអស់បាទអញ្ចឹងដោយឡែកតែយើងមូលក្រៅឲ្យលឿនចិត្តកប់តែម្ដងបានវាឡើងទៅមុខឃើញថាវារត់ក្នុងល្បឿន40ទៅ30វិញវាអត់មូលអត់ហក់ខ្លាំងបាទអញ្ចឹងបញ្ហាម៉ូតូនេះគឺវាអញ្ចឹងហើយបញ្ហារបស់វាដែរគឺបណ្ដាលមកពីបាទដល់មកពីអីបងប្អូនអាចស្មានបានដឹងដែរទេបាទអញ្ចឹងយើងមើលលើខ្សៀបស៊ីគឺខ្សៀបស៊ីគឺស្អាតហើយបាទអញ្ចឹងណាបាទហើយប៊ិចសាំងគឺយើងតលេចមើលលើការវាស់បាទម៉ាស៊ីន scan គឺប៊ិចសាំងដំណើរការធម្មតាបាទព្រោះអីពេលយើងអត់ជិះយើងពិនិត្យមើលទៅគឺវាលក្ខណៈធម្មតាទាំងអស់វាខូចនៅពេលដែលយើងមិនថែល្បឿនខ្លាំងប៉ុណ្ណោះបាទអញ្ចឹងយើងធ្វើតេស្តលើម៉ាស៊ីន scan ក៏យើងមិនដឹងបានដែរបាទអញ្ចឹងយើងបាទម៉ូទ័របូមផ្សាំងក៏ដូរហើយប៊ិចក៏យើងទៅដូរហើយថ្មីដែរបាទនិយាយទៅដូរហើយថ្មីអស់ហើយបាទប៉ុន្តែនៅតែម៉ូតូនេះគឺជីទៅឆ្លក់ដដែលបាទអញ្ចឹងខ្ញុំធ្វើការជីសាក់ចុះឡើងទៅហើយយើងធ្វើការតេស្តមើលឲ្យអស់ទៅឃើញថាម៉ូតូនេះគឺខូចប៊ឺស៊ីនឹងតែម្ដងបាទបងប្អូនមើលប៊ឺស៊ីមើលបាទប៊ឺស៊ីវាឡើងអញ្ចឹងតែម្ដងក្លិតក្បាលអស់លីងបងប្អូនបាទនេះជាបញ្ហាមួយដែលយើងបាទមើលស្រាលក៏ដូចជាមើលរំលងបាទបញ្ហាបន្តិចបន្តួចរបស់ម៉ូតូដែលបាទកើតឡើងបាទអញ្ចឹងខ្ញុំធ្វើការរមើលយូរដែរបាទអញ្ចឹងមិនឃើញថាវាមានបញ្ហាខូចអីបាទអញ្ចឹងដោះមើលខ្សៀបស៊ីក៏ខ្សៀបស៊ីនៅថ្មីលោងស្អាតដែរបាទព្រោះអីម៉ូតូឆ្នាំ2010បាទឆ្នាំ2018បាទអញ្ចឹងម៉ូតូទំផាហើយ 3-4 ឆ្នាំគឺអញ្ចឹងនៅថ្មីដែរបាទអញ្ចឹងមើលលើខ្សៀគឺអត់មានឡើងកញ្ញោមខៀវអីទេអត់ឡើងខៀវស៊ីអត់ឡើងខៀវខ្សៀស៊ីទេបាទអញ្ចឹងដល់តែយើងដោះមើលប៊ឺស៊ីបាទអញ្ចឹងឯងបាទយើងដោះមើលលើប៊ឺស៊ីទៅខ្លោចខ្ទេចតែម្ដងបាទអញ្ចឹងបាទឃើញថាបញ្ហារបស់វាគឺមកពីប៊ឺស៊ីនឹងតែម្ដងបាទអញ្ចឹងប៊ឺស៊ីឡើងក្លិតក្បាលអស់លីងបាទអញ្ចឹងធ្វើឲ្យភ្លើងនៅពេលដែលយើងមួលក្រាខ្លាំងខ្យល់សម្ពាធខ្យល់ក៏វាបុកទៅញាប់ហើយខ្យល់ខ្លាំងធ្វើឲ្យដាច់ភ្លើងចេញពីប៊ឺស៊ីធ្វើឲ្យម៉ូតូឆេះមានបញ្ហាបាទភ្លើងខ្សោយវិញហ្នឹងហើយហ្នឹងបងជាងក៏ដូចជាបងប្អូនបាទគួរតែមើលឲ្យបានច្បាស់លាស់បាទកុំរំលងបញ្ហាបន្តិចបន្តួចបាទអញ្ចឹងវាជាបទពិសោធន៍របស់ខ្ញុំតាមចែកលេខសម្រាប់ពលជាក្រោយដែលមិនទាន់ជួបនៅបញ្ហានេះដូចជាធ្លាប់ជួបតែរួម
តែម្ដងគឺនិយាយចូលធ្វើបាទអញ្ចឹងមានការបិទថោតបាទបាទដែលចែកម្លែកបងប្អូនជាងចំនួនក្រោយបាទអញ្ចឹងនេះជាបទពិសោធន៍របស់ខ្ញុំតែម្ដងបាទអញ្ចឹងខ្ញុំធ្វើជួបបញ្ហាអីគឺខ្ញុំចែកម្លែកមកបទពិសោធន៍យកតែម្ដងបាទអញ្ចឹងខ្ញុំជិលនឹងកត់ត្រាទុកនៅក្នុងវិភៅបាទអញ្ចឹងមើលខ្លួនឯងដដែលហើយបាទជិលទៅបើកមើលបាទអញ្ចឹងខ្ញុំចែកម្លែកបាទតាមបណ្ដាញសង្គមនេះតែម្ដងហ៎បាទហ្នឹងហើយចាំទាំងអស់គ្នាបងប្អូនបាទហ្នឹងហើយបងប្អូនដែលចូលមកមើលក្រោយមិនទាន់បានជួយចុច Subscribe ជួយចុច Subscribe ម្នាក់មួយបាទដើម្បីទទួលបាននៅការវីដេអូថ្មីក៏ដូចជាការចែករំលែកបទពិសោធន៍ថ្មីៗល្អៗបាទហ្នឹងហើយជារឿងរាល់ថ្ងៃក៏ដូចជាបាទអត់តែមានគឺខ្ញុំចែករំលែកបងប្អូនបាទមិនបាច់ភ័យឲ្យបងប្អូនមានបញ្ហាអី comment ខាងក្រោមវីដេអូបាទហើយខ្ញុំមានពេលខ្ញុំនឹងបាទចូលទៅកាន់ការឆ្លើយតប comment របស់បងប្អូនបាទអញ្ចឹងពេលដែលរវល់គឺខ្ញុំអត់បានឆ្លើយតបទេបាទអញ្ចឹងយូរម្ដងមកខ្ញុំបើកចូលបាទ comment ឆ្លើយតបបងប្អូនបាទហើយបងប្អូនដែលជួបបញ្ហាដែលត្រូវការឲ្យខ្ញុំឆ្លើយតបភ្លាមៗគឺអាចឆាតចូលទៅកាន់ Facebook បាទ Saren Honda ឬចូលទៅកាន់ page Saren Moto ក៏បានបាទហ្នឹងហើយឬមួយក៏ចូលទៅកាន់ Telegram ក៏បានណាបាទហ្នឹងហើយខ្ញុំនឹងដាក់នៅលើកញ្ចក់នេះឲ្យបងប្អូនមើលបាទហ្នឹងហើយជាពិសេស Facebook Saren Honda បាទហ្នឹងហើយបាទហើយក៏សូមអរគុណច្រើនដែលធ្វើការតាមដានទស្សនាបាទក៏ដូចជាការគ្រប់គ្រងខ្ញុំកន្លងមកបាទហ្នឹងហើយ